ពេលអានេះពីខ្ទង់អានេះពីខ្ទង់អានេះច្រើនខ្ទង់អញ្ចឹងគេត្រូវមើលពីខ្ទង់គេត្រូវមើលពីខ្ទង់នេះយល់ទេគេត្រូវមើលពីខ្ទង់ហ្នឹងតើពីខ្ទង់នេះធំជាងពីខ្ទង់នេះឬក៏តូចជាងធំជាងណែបើធំជាងគេយកតែពីខ្ទង់ទេណាគេចឹងអានេះធំជាងណាកូនណាធំជាងអញ្ចឹងបើធំជាងគេយកគេកាត់តែពីខ្ទង់នេះអញ្ចឹងចូលមកដំបូងគឺត្រូវកាត់ពីខ្ទង់ណាអត់កាត់តែមកខ្ទង់ចេះសាកមើលណាអត់ទេព្រោះអានេះពីខ្ទង់ត្រូវទេអញ្ចឹងគឺចូលដំបូងគឺត្រូវទិញមកពីនេះអាពីខ្ទង់នេះហើយនិងអាពីខ្ទង់នេះតើវាស្មើគ្នាតូចជាងឬក៏ធំជាងណាបើសិនជាវាស្មើគ្នាឬក៏ធំជាងអញ្ចឹងយើងត្រូវកាត់វាតែពីខ្ទង់ទេណាអូខេចាប់ពេលដែលកាត់ហើយគឺត្រូវចែកនៅពេលចែកកន្លែងមើលលេខនេះលេខប៉ុន្មានលេខ2មែនទេលេខ2អញ្ចឹងអានេះលេខ2ដែរអញ្ចឹងត្រូវសូត្រមេ2ណា2មកដល់បាន2 1ញ៉ែ2ម្ដងអញ្ចឹង1គុណនឹង22គឺស្មើ22ណាវាភាពវិញគេសរសេរលេខគេអត់សរសេរដូចខ្លួនឯងណាកូនពេលគេគុណគេអត់សរសេរអញ្ចឹងណាគេអត់សរសេរ22អញ្ចឹងណាយល់ទេគឺគេសរសេរបែបនេះដោយសារគេយក1គុណ2 1 2ដល់2 1 2ដល់2អានេះបានត្រូវណាគេគុណហើយសរសេរតាមលំដាប់អញ្ចឹងណាយល់ណានៅបាត់ធម្មតាអញ្ចឹងបន្ទាប់មកគេដកដូចលេខបកតុងដែរហ្នឹងណា3ដក2ដល់1មែនណា2ដក2ដល់0អូខេអញ្ចឹង1នេះចែកឲ្យ22បានអត់អត់តម្លាក់អីលេខលេខ1នេះយ៉ាលេខអត់តាមចែកយកលេខ1អញ្ចឹង11ចែកឲ្យ22បានអត់ដាក់លេខចូលអត់លេខពីកំណត់សិនបងប៉ាបរៀនអមរាសិនអញ្ចឹងចែកឲ្យ11ចែកឲ្យ22អត់បានទេមែនទេបើអត់បានកាលណាទម្លាក់មកខ្ទង់ហើយត្រូវតែចែកសិនណាអត់មានទម្លាក់មកខ្ទង់ហើយចែកបានទម្លាក់មកខ្ទង់ទៀតទេណាអញ្ចឹងទម្លាក់មកខ្ទង់ហើយបើនៅតែតូចជាងទៀតគឺអានេះត្រូវដាក់លេខ0ញ៉ែបន្ទាប់មក0នៅតំណែងអញ្ចឹងនៅសល់11ដល់ដែរមែនទេអញ្ចឹងត្រូវទម្លាក់លេខអីដែលអត់បានចែកយ៉ាលេខ0អញ្ចឹងញ៉ែអញ្ចឹង11ដល់ពេលនេះវាមានលេខ3ខ្ទង់ហើយ3ខ្ទង់ចែកឲ្យ2ខ្ទង់អញ្ចឹងត្រូវមើលលេខម៉ានខ្ទង់ខាងមុខ2មើល2ខ្ទង់ខាងមុខអញ្ចឹងសូត្រមេ2យ៉ាសូត្រមេ2 2ម៉ានដល់ម៉ាន11 2 5ដល់10សូត្រ5ដងឡើងចឹង2 5ដល់យ៉ា2 5ដល់10ឥឡូវយើងដាក់5ណាអញ្ចឹង2 5ដល់10អញ្ចឹងគេយក5គុណ2ទៀត5 2ដល់10សេលេខ0ការទុក1 5 2ដល់10 10 11 11 11យ៉ា11អញ្ចឹងចម្លើយគឺចម្លើយគឺម៉ានសំណល់សល់0ចម្លើយគឺ105តើវិញទៀតមិនអាចធ្វើឃើញប៉ុណ្ណឹងហ៎អូខេ